គឺជារមណីយដ្ឋាននៅខាងភ្នំឧដុង្គបាទតើលោកអ្នកមានដឹងទេថានៅមិនឆ្ងាយពីភ្នំពេញមានកន្លែងដែលគួរឲ្យទាក់ទាញមួយដែលផ្ទុកទៅដោយប្រវត្តិសាស្ត្ររាប់រយឆ្នាំនិងសម្រស់ធម្មជាតិដ៏ត្រកាលថ្ងៃនេះពួកយើងនឹងនាំលោកអ្នកទៅកាន់ភ្នំព្រះរាជទ្រព្យឬហៅថាភ្នំឧដុង្គដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៃអតីតកាលរាជធានីខ្មែរមួយនេះទុកហ្នឹងបាទនេះគឺជារមណីយដ្ឋាននៅខាងភ្នំឧដុង្គបាទថ្ងៃនេះមនុស្សមកលេងច្រើនកន្លែងនេះគឺជារមណីយដ្ឋានដែលនៅគៀកក្រុងភ្នំពេញហើយយើងអាចធ្វើដំណើរមកកំសាន្តបានជាលក្ខណៈគ្រួសារឬក៏មិត្តភក្តិបងប្អូនដែលចង់ចំណាយតិចអីមកកន្លែងនេះបាទឥឡូវនេះមុននឹងយើងទៅឡើងភ្នំលេងបាទយើងនាំគ្នាមកទិញអាហារហូបបាយថ្ងៃត្រង់សិនគ្រាន់តែមកដល់រមណីយដ្ឋានភ្នំឧដុង្គភ្លាមកិច្ចការដំបូងបង្អស់របស់ពួកយើងគឺការផ្ដល់ធម្មពលឲ្យក្រពះជាមុនសិននៅជើងភ្នំនេះមានហាងអាហារចម្អិនស្រាប់បាទយ៉ាងសម្បូរបែបជាពិសេសគឺមាន់ដុតនិងម្ហូបស្រុកស្រែដ៏ឈ្ងុយឆ្ងាញ់បាទនេះយើងចូលមកកន្លែងគេលក់ម្ហូបអីមានច្រើនឈ្ងុយផ្សែងណាអញ្ចឹងយើងមកជាលក្ខណៈគ្រួសារអីឥឡូវនេះសេដ្ឋកិច្ចយើងមិនទាន់ប្រសើរយើងអាចដើរលេងបានសប្បាយដូចគ្នាហើយចំណាយតិចបាទមកកន្លែងនេះmón đó nói trong vô cầm muối cầm muối bên này và ở đông ní cứ tam trong thọp máu trơn đôn này máu trơn đôn này ta lấy những chùm lại còn tham liên một mò lên trơn đây một chọc em cơ ấy nâng mà cái này níការពីមុនហ្នឹងអត់ទាន់មានគេលក់អញ្ចឹងទេកន្លែងហ្នឹងកន្លែងវាលគេផ្ញើឡានផ្ញើអីទេគាត់ឲ្យផ្លុំឲ្យកុំឲ្យវាប្រឆេះខ្ចាប់អូនបាទកាទេលយើងអង្គុយនេះតម្លៃ 10000 រៀលបាទគឺនៅកន្លែងនេះបរិយាកាសល្អអានេះមិនមែនហូបទេណាច្រឡំមកហូបទីហូបជុំញ៉ាំបាយកូនលើកញ៉ាំពេកមិញមុនមកទៅពេទ្យនៅក្នុងចាស់ចាស់បើអត់សាក់ទីកន្លែងនេះមានរឹងគេឲ្យយើងបាទមិញយើងហូបបាយឥឡូវហូបបាយហើយយើងទៅលេងលើភ្នំបាទឥឡូវនេះយើងចាប់ផ្ដើមនាំគ្នាឡើងលេងលើភ្នំហើយតោះទៅមើលភ្នំទាំងអស់គ្នាឆ្ងាយណាស់តែប៉ាបាទឥឡូវយើងទៅមើលកន្លែងថៃឥឡូវនេះយើងដាក់ចំណីឲ្យថៃយើងមកកន្លែងមួយទៀត
và bạ già cả cái nàyสะอาด មែន តែន ចឹងគេធ្វើរៀបចំសម្រាប់ឲ្យយើងបានមកលេងលំហែតាមពិតទៅការឡើងភ្នំបែបនេះមិនត្រឹមតែបានមកកំសាន្តភ្នែកប៉ុណ្ណោះទេប៉ុន្តែវាជាការហាត់ប្រាណដ៏ល្អមួយសម្រាប់សុខភាពជួយឲ្យបេះដូងដើរស្រួលនិងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយបំបត្តិអស់ទុក្ខកង្វល់ទាំងឡាយទាំងពួងបាទនៅក្រោមនេះមានគេលក់កន្លែងហៅថាធូបទៀនសម្រាប់យើងបន់ស្រន់នេះឬក៏ដល់កន្លែងនេះក៏ឲ្យដោះស្បែកជើងមកដល់ហើយបាទនេះដល់ហើយយើងបានឡើងមកដល់កន្លែងសក្យមនីចេតិយហើយបាទនេះភ្នំឧដុង្គទីច្រឡំអ្នកយាមបើជើងចោះបាទមួយអន្តៈបាទរឹងមាំមែនតែនឡើងមកហើយអត់ហត់ទៀតបាទនោះដោយសារអន្តៈហាត់ប្រាណរាល់ថ្ងៃចឹងគេ strong ទៀងអូស្អាតនេះវៃអូស្អាតណាស់បាទនៅក្រោយខ្នងនោះនៅខាងក្រោយខ្នងនោះគឺចៃដីអាធំបាទនោះកន្លែងហ្នឹងមនុស្សមកជាទូទៅគេមកប្រារព្ធពិធីឬក៏មកលេងអីមកបន់ស្រន់បួងសួងនៅកន្លែងហ្នឹងបាទនេះទាំងអស់បានហើយឥឡូវយើងខ្ញុំចុះទៅកោមបាទនៅខាងនេះក៏ជាបរិយាកាសល្អបាទមានឃើញដើមឈើអីហើយបងប្អូនដើរលេងតាមភ្នំតាមតំបន់មានព្រៃអញ្ចឹងសាកសង្កេតមើលថាអារម្មណ៍ហើយនឹងកម្លាំងយើងគឺមានកម្លាំងល្អអារម្មណ៍ថ្លាជាងធម្មតាបាទដឹងមូលហេតុទេបាទមូលហេតុគឺដោយសារតែយើងដើរហត់អញ្ចឹងហត់ទៅវាដកដង្ហើមខ្យល់យើងចេញចូលទៅវាផ្ដល់នៅអាខ្យល់ថ្មីអញ្ចឹងការយើងចំណាយពេលដើរលេងជាពិសេសថ្ងៃសម្រាកអញ្ចឹងយើងបានទាំងទំនាក់ទំនងល្អជាមួយនឹងគ្រួសារហើយអារម្មណ៍យើងក៏ល្អដោយយើងបានសម្រាប់ពីការងារហើយបដូរបរិយាកាសហើយគេមានរៀបចំធុងសម្រាមទុកមិនដាក់ទៅបាទខាងមុខមានឃើញចែកដីមួយទៀតបាទអញ្ចឹងខ្ញុំនឹងបង្ហាញជូនបងប្អូនឲ្យបានច្បាស់ទៅគៀកទៅមកនេះមានកន្លែងគេដាក់កៅអីសម្រាប់យើងអង្គុយលេងបាទបងណាបាទនេះក៏ស្អាតដែរគេខ្ញុំស្អាតបាទនៅភ្នំឧដុង្គនេះគឺជារាជធានីដ៏ចំណាស់មួយនៃប្រជាជាតិកម្ពុជាយើងតាំងពីសម័យបុរាណមកបាទឃើញថាមានប្រវត្តិច្រើនអញ្ចឹងបងប្អូនអាចស្រាវជ្រាវដោយខ្លួនឯងនៅប្រវត្តិបាទសម្រាប់គណៈនេះយើងគ្រាន់តែចង់បង្ហាញជូនបងប្អូននៅទស្សនវិជ្ជានៅលើខ្នងភ្នំដ៏ស្រស់ស្អាតជាការជូនទស្សនីយភាពសម្រាប់បងប្អូនទស្សនាហើយបើបងប្អូនមានឱកាសចង់រកកន្លែងដើរលេងអីអាចអញ្ជើញមកកន្លែងនេះបានបាទពីព្រោះកន្លែងនេះស្អាតដោយតែអ្វីបងប្អូនបានឃើញអញ្ចឹងហើយបើសិនជាបងប្អូនចង់ដឹងពីប្រវត្តិសាស្ត្របងប្អូនអាចស្រាវជ្រាវតាមបណ្ដាញសង្គមផ្សេង YouTube ជាដើមបាទនោះនឹងបានដឹងបាទហើយបើយើងបានដឹងហើយយើងមកលេងទៀតកាន់តែមានការតាក់ចិត្តចាប់អារម្មណ៍និងយល់ដឹងពីភាពអស្ចារ្យនៃភ្នំឧដុង្គនេះទៅវិញហើយទៅកន្លែងដើមវិញទៅកន្លែងលើវិញបាទផ្លូវឡើងនេះក៏ស្អាតទៀត
ខាងនេះមានមនុស្សច្រើនជាងខាងនោះនៅលើកំពូលភ្នំក៏យើងឃើញមានតូបលក់អាហារសម្រន់តូចៗដែលមានមនុស្សម្នាមកអង្គុយញ៉ាំភេសជ្ជៈជានិងស្រូបយកខ្យល់អាកាសបរិសុទ្ធពីលើកំពូលភ្នំបាទអាចចែកគ្នាពីនេះពីនោះកំសាន្តផងដែរខាងហ្នឹងមានចុះទៅក្រោមវិញចេញតែផ្លូវបែកពីក្រោមមកមានបែកជាពីងតែចុះខាងហ្នឹងវិញវត្តធំមួយវត្តមួយនៅកន្លែងនេះគេមានកន្លែងសម្នាក់ហើយមានលក់តកកឈូសជាជាអីផ្សេងបាទថ្ងៃមើលសាក់ហូបមើលឆ្ងាញ់ហូបមិនងាញ់ញ៉ាំដួសញ៉ាំដួសញ៉ាំបើដួសគ្នាก่อนបាទនេះគេធ្វើបែបឈូសតកកបែបបុរាណបាទបាទយើងបានហូបអីហើយមិញអញ្ចឹងយើងទៅផ្ទះវិញបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តដំណើរកម្សាន្តលក្ខណៈគ្រួសារហើយចង់ដឹងថាកន្លែងណាដើរលេងសប្បាយអញ្ចឹងចង់ដឹងសូមបន្តទស្សនាថ្ងៃនេះគឺជាថ្ងៃទី4ខែមករាឆ្នាំ2026ចំថ្ងៃអាទិត្យនេះទស្សនវិជ្ជាយើងធ្វើដំណើរចុះទៅវិញសម្រាប់បងប្អូនដែលចង់ធ្វើដំណើរកម្សាន្តនៅកន្លែងចិត្តបរិយាកាសល្អបាទសូមមកកន្លែងនេះក្នុងម្ដងមិនខកអំណរឡើយបាទពិតស្អាតហើយជាពិសេសចិត្តក្រុងភ្នំពេញយើងទេហើយចំណាយអស់តិចបាទហើយពេលដែលពួកយើងធ្វើដំណើរចុះមកវិញអ្វីដែលកាន់តែពិសេសគឺយើងបានជួបនឹងវងសត្វស្វាដែលរត់លេងតាមជណ្ដើរបាទហើយស្វាទាំងអស់ហាក់ដូចជាស៊ាំនឹងភ្ញៀវទេសចរខ្លាំងណាស់បាទធ្វើឲ្យដំណើរកម្សាន្តរបស់យើងកាន់តែមានភាពរស់រវើកនិងមិននឿយហត់ភ្នំឧដុង្គពិតជាទីកន្លែងដែលមិនអាចរំលងបានបាទប្រសិនបើលោកអ្នកចង់រកកន្លែងដែលមានទាំងប្រវត្តិសាស្ត្រទេសភាពស្អាតអាហារឈ្ងុយឆ្ងាញ់សូមណែនាំបងប្អូនទាំងអស់មកលេងនៅទីនេះឲ្យបានម្ដងធានាថាពិតជាជាប់ចិត្តបានធ្វើដំណើរមកកាន់ភ្នំឧដុង្គភ្នំអត្រេសបាទអញ្ចឹងថ្ងៃនេះជាថ្ងៃដ៏សប្បាយរីករាយហើយបានណែនាំបងប្អូននៅទីតាំងដ៏ល្អសម្រាប់បងប្អូនចង់រកទីតាំងដែលល្អកំសាន្តបាទកុំភ្លេចនៅកន្លែងនេះល្អមែនទែនសូមបន្តដំណើរជាមួយពួកយើងទៅកាន់កន្លែងស្អាតៗផ្សេងទៀតយ៉ាងហ្នឹងមិនម៉ែងថាងទៅដល់ពេលហើយថាចាំហើយ